ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីឡាមួយនៅខាងបូរី High Tech យើងចប់ពីស្ពានត្រយវ៉ាមកខ្ទង់ជាប្រមាណជា1គីឡូដីមកដល់ចិត្តដល់វត្តនិរោធយើងបត់ស្ដាមចូលមកយើងមានវីដេអូថតពីផ្លូវផ្សេងៗហើយលើយើងមើលរូបរាងផ្ទះរបស់យើងចូលទៅមើលខាងក្នុងផ្ទះរបស់យើងនេះដែរគឺមានទំហំ 5.2 គុណទៅនឹង12ហើយសមុខខ្ទង់ជា4ម៉ែត្រហើយខាងក្រោយដូចជាមាន space 1ម៉ែត្រហើយយើងមើលខាងក្នុងរូបរាងដូចតទៅហើយផ្ទះយើងនេះគឺមានតម្លៃ $18000 ដុល្លារហើយយើងមើលរូបរាងផ្ទះបាយរបស់យើងអូខេហើយច្រកនេះខាងក្រៅរបស់យើងដោយសារយើងអត់បានចាក់សោរាល់ថ្ងៃនេះគឺមានអ្នកជួលស្រាប់គឺជួលបានក្នុងមួយខែគឺ$500ហើយយើងមើលមានបន្ទប់ទឹកមានកន្លែងដាក់អីវ៉ាន់អីផ្សេងអូខេតោះឥឡូវយើងដើរទៅមើលខាងលើបន្តិចទៅផ្ទះរបស់យើងនេះគឺមានការ design លក្ខណៈសាមញ្ញធម្មតាហើយមានបន្ទប់ក្រោមនិងបន្ទប់ខាងលើគ្រប់បន្ទប់ទាំងអស់សុទ្ធតែមានបន្ទប់ទឹកនៅក្នុងហ្នឹងអូខេហើយនៅម្ដុំនេះដែរគឺមានខ្យល់អាកាសល្អមានលក្ខណៈស្ងប់ស្ងាត់ហើយមានសន្តិសុខយាមកាមត្រឹមត្រូវបាទយើងមើលបន្ទប់ទឹករបស់យើងទៅបន្ទប់ទឹកជាន់ទី1គឺជាបន្ទប់ទឹកដែលធំជាងគេហើយយើងមកមើលទិដ្ឋភាពខាងក្រៅរបស់យើងវិញទិដ្ឋភាពខាងក្រៅរបស់យើងគឺមានខ្យល់អាកាសល្អអូខេតោះឥឡូវយើងទៅមើលខាងក្នុងរបស់យើងបន្តទៀតឥឡូវយើងទៅមើលខាងលើខាងលើនេះដែរគឺមាន space សម្រាប់ឲ្យយើងហាលកៅអៅបាទហើយខាងលើនេះក៏មានបន្ទប់ទឹករបស់យើងដែរហើយនេះគឺយាយ៉ាបបាទតោះឥឡូវយើងទៅមើលខាងក្រៅរបស់យើងអូខេខាងក្រៅរបស់យើងគឺមានលក្ខណៈដូចទិដ្ឋភាពនេះតោះឥឡូវដើម្បីកុំឲ្យយូរយើងទៅមើលទិដ្ឋភាពផ្លូវរបស់យើងទាំងអស់គ្នាខ្ញុំនឹងជិះពីចំហៀងផ្លូវបត់ចូលវត្តនេះចំហៀងវត្តនិរោធដែលបត់កាច់មកតាមផ្លូវឥឡូវនេះយើងមកដល់ចំហៀងវត្តនិរោធដែរដែលយើងមកពីខាងស្ពានច្បារអំពៅយើងមកដល់ចិត្តដល់វត្តនិរោធយើងបត់ស្ដាមចូលមកអូខេតាមចំហៀងវត្តហ្នឹងមកយើងជិះមកត្រង់រហូតប្រហែលជា1គីឡូដីគឺយើងនឹងឃើញគេដាក់ថាបូរី High Tech យើងជិះ follow តាមផ្លូវហ្នឹងមកហើយវីដេអូរបស់យើងនេះគឺយើងសង្ខេបយើងខាវារៀងលឿនបន្តិចអូខេហើយសម្រាប់អ្នកទាំងអស់គ្នាដែលមានបំណងចង់ដាក់ផ្ទះអីផ្សេងក៏អាចដាក់បានដែរគ្រាន់តែចំណាយគឺ$100ដំបូងព្រោះថាយើងត្រូវចំណាយទៅលើថ្លៃទិញ advertise របស់ Facebook ហើយ$100របស់យើងនេះគឺមើលអ្នកឃើញខ្ទង់ជា100000នាក់ដែលមើលវីដេអូរបស់យើងហ្នឹងហើយនៅពេលលក់បានយើងឆាយតែ 1% ទេចម្ងល់ផ្សេងៗអាចតាក់ទងលេខទូរស័ព្ទរបស់ខ្ញុំបាន093608080បាទឥឡូវយើងមើលឥឡូវយើងមកដល់ទិដ្ឋភាពបូរីរបស់យើងហើយអូខេយើងដល់កន្លែងបត់ចូលយើងបត់ចូលតាមនឹងមកបាទមកបត់ចូលប្រហែលជា20ម៉ែត្រគឺមានផ្លូវបែកជា4តមកយើងបត់ស្ដាំបត់ follow តាខ្ទង់ជា10ម៉ែត្រមកម្លងផ្ទះមួយមកគឺផ្ទះរបស់យើងនឹងនៅខាងហ្នឹងតែម្ដងបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយចម្ងល់ផ្សេងៗអាចតាក់ទងទៅលេខម្ចាស់ផ្ទះនៅខាងលើនឹងស្រាប់បាទសូមជម្រាបលា